អាហ្នឹងយើងសកវាអញ្ចឹងធ្វើអីសក់វាញ៉ឹងតែយើងដាក់ហាទៅពូតត្បាញកទេសិនជាយើងធ្វើកាទេលអីកាទេលមួយប្រហែលជាប្រហែលឆ្នាំហើយខូចអូតើតាខូចអាកក់នឹងនេះมันខូចដើមរបស់វាមួយដើមនៅពេលដែលយើងហូតសម្បករបស់វាចេញបកសម្បករបស់វាយកមកធ្វើខ្សែបងប្អូនអាចទ្រទម្ងន់ក៏ដូចជាយោងទម្ងន់បាន15ទៅ20គីឡូឯណោះសម្បករបស់រុក្ខជាតិមួយប្រភេទដែលមានសមត្ថភាពខ្ពស់នេះមានឈ្មោះថាដើមក្រចៅដែលយើងអាចយកសម្បករបស់វានេះធ្វើចេញជាខ្សែអាចត្បាញចេញជាកន្ទេលហើយយកទៅធ្វើជាបាវក៏បានដែរហើយបងប្អូនយើងណាខ្លះដែលនៅចាំបានទឹកដីនៅក្នុងខេត្តបាត់ដំបងណាមានរោងចក្រក្រចៅមួយដែរកាលពីខ្ញុំនៅក្មេងៗបងប្អូនអើយឮតែរោងចក្រក្រចៅឆ្ងល់មែនតើថាក្នុងនោះគេធ្វើអ្វីបើតាមការពិតគឺកែច្នៃវត្ថុធាតុដើមអស់ហ្នឹងយកមកធ្វើចេញជាបាវបានណាបងប្អូនបាវមានគុណភាពយ៉ាងណាបងប្អូនយើងដែលធ្លាប់ប្រើប្រាស់ច្រកស្រូវច្រករបស់ផ្សេងហ្នឹងគាត់ដឹងច្បាស់ហើយឥឡូវនេះបានឃើញការដាំដុះនិងប្រមូលផលនៅដើមក្រចៅទាំងអស់នេះផ្ទាល់ភ្នែកបងប្អូនដាំតែរយៈពេល3ខែទេព្រោះគ្រាប់ដូចស្រូវអញ្ចឹងហើយអាចប្រមូលផលបានហើយចំពោះទីតាំងចំការដើមក្រចៅទាំងអស់នេះគឺមានទីតាំងនៅក្នុងស្រុកកងមាសខេត្តកំពង់ចាមធ្លាប់តែឆ្ងល់តាំងពីក្មេងបងប្អូនឮតែឈ្មោះមិនដែលឃើញឥឡូវបានឃើញទាំងដើមឃើញពីរបៀបនៅក្នុងការហូតឲ្យចេញជាខ្សែដល់ពេលហូតហើយយកមកហាលបែបហ្នឹងបងប្អូនមើលណែបើយើងអត់ស្គាល់បើកុំតែប្រាប់មុនណាស្មានតែជាខ្សែនីឡុងឬក៏ខ្សែជ័រខ្សែអីហើយដូចណាស់បងប្អូនដូចមែនតើសន្តានដើមរបស់វាត្រង់តូចបងប្អូនមើលមិនជាធំពេកទេមកល្មមហើយឡើងស្រឡូនទៅខាងលើហើយស្លឹករបស់វាតែបន្តិចទេនៅខាងលើហ្នឹងបងប្អូនស្រមៃមើលពេលដែលបានទៅដល់ចំការមិនដឹងថាស្អាតយ៉ាងណាទៅឲ្យជ្រងច្រាំងបែបហ្នឹងហើយដើមមើលណែឡើងបៃតងខ្ចីស្អាតតែម្ដងនៅពេលដែលហូតសម្បករបស់វាចេញហើយសាច់វានៅខាងក្នុងនោះគឺចោលហើយខ្លាយជាឈើដែលអត់ប្រយោជន៍គាត់អត់យកទៅធ្វើអីទៀតទេបងប្អូនចងជាបាច់យកទៅបោះចោលពិសោធន៍ដល់បងប្អូនមើលតែម្ដងនេះបងប្អូនស្វិតមែនតែនអូយធ្ងន់ប៉ុណ្ណឹងអត់ដាច់ទេណាកាច់ផុសហូតឆ្វោកបងប្អូននេះខ្សែទាំងអស់ហ្នឹងបានមកល្អណាបន្ទាប់មកទៀតគឺគាត់ត្រូវយកទៅហូតវាជាមួយនឹងកាំបិតដាក់មុខកាំបិតបែបហ្នឹងមកហូតឲ្យវាចេញសម្បករបស់វាអស់បងប្អូនព្រោះសម្បកផុយដែលនៅជាប់ពីខាងក្រៅដើមរបស់វាហ្នឹងគេអត់ត្រូវការទេត្រូវការតែសាច់សរសៃដែលជាប់ជាមួយនឹងសម្បកនឹងផ្ទាល់អញ្ចឹងគេយកអាបន្ទាប់បងប្អូនអាស្រទាប់បន្ទាប់ហ្នឹងបានជាខ្សែហូតមកបែបហ្នឹងមកបងប្អូនមើលណែបានល្អមែនតែនដំណាក់កាលបន្ទាប់ទៀតគឺគាត់ត្រូវយកទៅហាលហើយការហាលគឺត្រូវតែហាលវាឲ្យស្ងួតហើយទើបយកវាទៅទុកអាចប្រើប្រាស់បានក៏ប៉ុន្តែដើម្បីឲ្យការប្រើប្រាស់វាមានភាពងាយស្រួលបងប្អូនគឺគាត់យកវាទៅត្បាញឲ្យចេញជាខ្សែសិនក្រងឲ្យចេញជាសរសៃខ្សែមកសម្រាប់ទៅធ្វើជាវត្ថុធាតុដើមផ្សេងរបស់របរផ្សេងទៀតហើយការធ្វើឲ្យវាចេញទៅជាសរសៃខ្សែហ្នឹងបងប្អូនសិតតែប្រើប្រាស់នៅឧបករណ៍បុរាណបែបហ្នឹងទើបចេញទៅវាបានស្អាតគាត់អាចយកទៅប្រើប្រាស់ទៅវាស្រួលពិតជាកោតសរសើរដល់ដូនតារបស់យើងណាបងប្អូនចេះរកនឹកឃើញរុក្ខជាតិដែលដុះចេញពីធម្មជាតិសុទ្ធហើយនៅតាមព្រៃតាមភ្នំសោះបងប្អូនណាយកមកប្រើប្រាស់ធ្វើជារបស់របរដែលមានប្រយោជន៍បែបហ្នឹងមិនដឹងថាដូនតារបស់យើងលោកស្រាវជ្រាវលោកចំណាយពេលពិសោធន៍ឬក៏ជួបរឿងចៃដន្យអីទេទើបដឹងថាសម្បករបស់វាមានប្រយោជន៍អាចធ្វើជាខ្សែដ៏រឹងមាំបែបនេះបានណាបងប្អូនហើយសំខាន់បន្សល់ជាការងារទាំងអស់នេះមកដល់កូនខ្មែរជំនាន់ក្រោយធ្វើតជំនាន់តែម្ដងហើយពិតជាមានប្រយោជន៍ប្រើប្រាស់បានយូរងាយស្រួលដាំទៀតបងប្អូនដល់ពេលសួរឡើងសួរចុះទៅដាំព្រោះក្របដូចស្រូវអញ្ចឹងហើយក៏គួរឲ្យចាប់អារម្មណ៍ដែរបងប្អូនមីងអ៊ំក៏អាចធ្វើបានដោយងាយអង្គុយធ្វើនៅផ្ទះកាច់ហូតបន្ទាប់មកហាលហូតហើយហាលហើយយកទៅទុកអាចប្រើប្រាស់បានខ្ញុំជឿជាក់ថាក៏មានបងប្អូនអ៊ំពូមីងមួយចំនួនមិនដែលឃើញដើមទាំងអស់នេះទេដោយសារតែធ្លាប់តែប្រើប្រាស់នៅផលិតផលសម្រេចដែលធ្វើចេញពីសម្បករបស់វាជាក់ស្ដែងគឺបាវនឹងតែម្ដងឬក៏ខ្សែសម្រាប់ចងនំចងអីណាជួនកាលក៏មានលក់នៅលើទីផ្សារច្រើនដែរយើងជួបយើងបានប្រើប្រាស់ក៏ប៉ុន្តែមិនចាប់អារម្មណ៍ថាដើមវាបែបហ្នឹងសោះឥឡូវនេះបានឃើញហើយបងប្អូនហើយខ្ញុំក៏ទើបតែស្គាល់នៅក្នុងថ្ងៃនេះដែរដើមក្រចៅនោះបើសម្បកក៏ដូចជាផលិតផលប្រើប្រាស់ដែលជាផលិតផលសម្រាប់ប្រើរាប់ភ្លេចប្រើតាំងពីក្មេងមកដល់អាយុប៉ុណ្ណេះទើបតែឃើញដើមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់សាប៊ូកក់សក់យិនសិនម៉ាអ៊ីសម្រាប់បងប្អូនដែលមានបញ្ហាស្បែកក្បាលបញ្ហាអង្គែសរសៃសក់មិនទន់មិនរលើបរលោងគ្មានទម្ងន់អីស្រាលសំពីងសំពងអីណាបងប្អូនល្មមគិតគូរហើយដោះស្រាយបញ្ហានឹងងាយមែនតើបងប្អូនដោយប្រើប្រាស់ឲ្យបានជាប្រចាំនៅសាប៊ូកក់សក់យិនសិនម៉ាអ៊ីសាប៊ូកក់ក៏មានសាប៊ូអបក៏មានបងប្អូនយើងអាចជ្រើសរើសបានយកទៅតាមតម្រូវការគ្រប់ទាំងអស់តែម្ដងមួយឈុតត្រឹមតែ$27ការរកទិញគឺមានភាពងាយស្រួលមែនតើអាចរកទិញតាមបណ្ដាតំណាងចែកចាយលេខទូរស័ព្ទដែលមានបញ្ជាក់ជូនច្បាស់នៅក្នុងវីដេអូនេះឬក៏តាក់ទងទិញតាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick ពណ៌ខៀវជាសញ្ញាសម្គាល់ជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា